នៅស្រុកនេះពេលហាជំនួនគេមានការរួមរែកដើម្បីអមដំណើរកូនកន្លោះទៀតមើលទៅឡើងសប្បាយហ្មងណាអ្នកអរគ្នាមានដឹងថានៅស្រុកណាខេត្តណាដែលគេមានធ្វើអញ្ចឹងខ្លះដោយសារតែពួកខ្ញុំតំតែឃើញលើកទី1មកមើលទៅពូមីងក៏រំសប្បាយមែនតើដើម្បីបង្កើនបរិយាកាសឲ្យមានភាពអ៊ូអរវឹកវរអញ្ចឹងណាពេលរំចិត្តចាប់ហើយមែនពិតជាវឹកវរមែនពងរំសុកសោះហ្នឹងណាដឹងមានឆ្កែមកពីណាតែខំគេរត់ផ្អើលពេញនោះឯងហើយស្រុកខេត្តដែលពួកខ្ញុំបានទៅពិធីមង្គលការនេះគឺនៅឧត្តរមានជ័យគឺយើងទៅចូលរួមអបពិធីមង្គលការរបស់បងស្រីធំដែលឈ្មោះហៅក្រៅរបស់គាត់គឺចៃភីណាត់ដែលគូជាមួយនឹងកូនកន្លងមានឈ្មោះថាឌីណាពួកគាត់ទាំងពីរនាក់នេះមានអនុស្សាវរីយ៍ជាមួយនឹងគ្រួសារមេសាយងយូរមែនតើដោយសារតែពួកគាត់បានចូលធ្វើការតាំងពីហាងបើកដំបូងមែនអញ្ចឹងរឿងជូរចត់អីក៏ឆ្លងកាត់មកមួយគ្នាច្រើនដែរអញ្ចឹងមេសាមិនត្រឹមតែជាភោជនីយដ្ឋានដែលញ៉ាំអាហារទេតែក៏ជាភោជនីយដ្ឋានផ្ដើមស្នេហ៍ដោយសារតែពួកគាត់ទាំងពីរនាក់បានចូលធ្វើការរកឲ្យគាត់បានជួបគ្នាហើយបានឆ្លងគ្នារហូតបានចូលពិធីមង្គលការអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងចង់បង្ហាញពីសកម្មភាពខ្លះៗរបស់ក្រុមគ្រួសារមេសាដែលបានទៅចូលរួមដល់ទីនោះហើយចាប់ផ្ដើមចេញដំណើរនេះគឺយើងចេញទៅម៉ោង 9 យប់ដោយសារតែពួកយើងក៏មានពេលច្រើនដែរសិតតែអ្នកធ្វើការអញ្ចឹងហើយត្រូវតែឆ្លៀតជ្រែម៉ោង 8ដើម្បីឲ្យទៅបានចូលរួមនៅក្នុងថ្ងៃពិសេសរបស់បងស្រីហើយពេលជិះទៅតាមផ្លូវនឹងពេលយប់អ្នកទាំងអស់គ្នាហើយដោយអ្នកទាំងអស់គ្នាដឹងស្រាប់ឯនៅឧត្តរមានជ័យគឺនៅគៀបតែលេខ 2 ដែរអញ្ចឹងហើយពេលជិះទៅដល់ពាក់កណ្ដាលផ្លូវក៏ដាច់ផ្លូវអញ្ចឹងយើងត្រូវជិះផ្លូវវាងណាចេញទៅម៉ោង 9 យប់អញ្ចឹងពីសៀមរាបទៅដល់ឧត្តរមានជ័យគឺ 3 ម៉ោងជាងនៅពេលដែលពួកយើងទៅដល់ប្រហែលជាម៉ោង 12 ជាងអីនឹងឯងហើយក៏បានជួបជាមួយនឹងក្រុមគ្រួសាររបស់គាត់ជិះឡាន 3 ម៉ោងហត់ហើយទៅដល់មានម្ហូបទទួលយ៉ាងឆ្ងាញ់ហើយក៏សប្បាយចិត្តដែរដែលពួកយើងបានជិះទៅដល់ដោយសុវត្ថិភាពនៅក្នុងវីដេអូនេះក៏សូមអរគុណទៅដល់បងបុប្ផាក៏ដូចជាក្រុមការងារដែលជួយជ្រោមជ្រែងតាក់ទងរថយន្តឲ្យយើងបានធ្វើដំណើរមកអញ្ចឹងនៅពេលដែលពួកយើងញ៉ាំអីពេលយប់ហើយក៏ចែកជើងគ្នាដើម្បីទៅរកកន្លែងដែលសមស្របដើម្បីសម្រាកគេយកកម្លាំងហាជំនួនពេលព្រឹកកាត់ចូលមកដល់ព្រឹកថ្ងៃថ្មីតែម្ដងនៅពេលដែលហាជំនួនចាប់ពួកយើងក៏ញ៉ាំអីតិចដោយសារតែហាងត្រូវបើកនៅម៉ោង 11 អញ្ចឹងយើងក៏ញ៉ាំអីហើយបញ្ញាបញ្ញាចេញមកវិញអត់ទាន់ចាប់ទេណាដោយសារតែមានបងប្អូនដែលនៅខេត្តសៀមរាបចង់ចូលរួមពិធីមង្គលការរបស់គាត់ដែរគាត់នៅមានកម្មវិធីកាត់ចំណងដៃនៅថ្ងៃខាងមុខនេះទៀតអញ្ចឹងអរគុណពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូនេះដល់ចប់ហើយក៏សូមផ្ញើក្តីនឹករលឹកទៅដល់កូនកន្លះកូនក្រមុំសូមអត់ធ្វើដំណើរមកខេត្តសៀមរាប